ពាក្យចាស់លោកតែងតែពោលថាហូបទឹកឲ្យចាំប្រភពហើយប្រសិនបើរស់នៅសនុកសូមឲ្យចាំកន្លែងដែលយើងធ្លាប់រស់នៅមានបានមើល Facebook ម្សិលមិញម្សិលថ្ងៃអត់មានសិស្សម្នាក់ដែលភ្លេចសាលាមិនស្គាល់មិត្តភ័ក្តិមិនស្គាល់អត់ដឹងតាំងពីអ្នកគ្រូកុំយកគំរូតាមណាហ្នឹងហើយយើងជាសិស្សសានុសិស្សយើងរៀននៅទីណាយើងត្រូវចាំប្រភពកន្លែងទៅនឹងណាបងហើយប្រឹងប្រែងរៀនបន្តកុំដល់ពេលដែលយើងឈប់រៀនទៅចាប់ផ្ដើមស្ដាយក្រោយដូចបងនៅពេលដែលឃើញបងប្អូនសិក្សាអញ្ចឹងបងមានអារម្មណ៍មួយថាស្ដាយខ្លួនឯងដែរកាលដែលនៅរៀនអត់បានខំប្រឹងប្រែងរៀនវាអត់បានឆ្លាតបកាយខ្លាំងណាដល់ពេលឥឡូវទើបយើងស្ដាយបងប្អូននៅក្រោយនេះត្រូវប្រឹងប្រែងបន្តបងណាកុំយកគំរូដូចម្នាក់មួយដែលបោះ Facebook កាលពីពេលម្សិលមួយថ្ងៃបងឃើញអត់ឃើញណាអត់ចាំតាំងពីអ្នកគ្រូអត់ចាំតាំងពីមិត្តកាលរួមសាលាសិក្សាជាមួយវាមិនមែនជារឿងដ៏ល្អណាអូនអញ្ចឹងជូនពរឲ្យបងប្អូនរៀនឲ្យបកាយទាំងអស់គ្នាហើយអរគុណអ្នកគ្រូដែលបង្រៀនពួកគាត់គ្មានអ្នកគ្រូក៏គ្មានចំណេះដល់ពួកគាត់ដែរបាទមិនត្រឹមតែធ្វើឲ្យយើងខ្លាចជាអ្នកមានតែមួយមុខទេចំណេះដឹងគឺធ្វើឲ្យយើងមានគ្រប់យ៉ាងទាំងសិលធម៌ទាំងសុជីវធម៌ទាំងគោលដៅពិសេសទាំងការជួយមនុស្សជុំវិញខ្លួនដោយប្រើចំណេះដឹងថ្ងៃនេះលោកអគ្គនាយកក្រុមហ៊ុន K9 ក៏ដូចជាអគ្គនាយកក្រុមហ៊ុន Starcare ដែលជាសាប៊ូកក់សក់នាំមកពីប្រទេសអង់គ្លេសណាឃើញថាគាត់គឺជាអតីតសិស្សដែលធ្លាប់រៀននៅសាលាហ៊ុនសែនកំពុងដូច្នេះគាត់មិនអាចបំភ្លេចរាល់អនុស្សាវរីយ៍ដែលគាត់រៀនទីនេះបានទេតែតែចងចាំហើយអ្វីដែលសំខាន់ណាបងប្អូនគាត់ផ្ដាំទៅដល់លោកគ្រូនាយកសាលាថាប្រសិនបើសិស្សសានុសិស្សរៀនចប់ចង់ទៅរៀនតនៅភ្នំពេញខ្វះកន្លែងស្នាក់នៅអាចតាក់ទងទៅក្រុមហ៊ុនឬក៏តាក់ទងទៅគាត់បានណាកន្លែងទៅនឹងដែលខ្ញុំគាំទ្រព្រោះគាត់គឺជាអតីតដែលសិស្សធ្លាប់កំសត់កំរនៅនឹងសាលាហ៊ុនសែនកំពុងនេះហើយគាត់ចងចាំគ្រប់រឿងរ៉ាវអនុស្សាវរីយ៍ដែលគាត់ធ្លាប់បានរៀនសូត្រនៅទីនេះរៀនក្រេបជញ្ជក់យកចំណេះដឹងនៅសាលាហ្នឹងអញ្ចឹងគាត់យកទៅបំបាយទៅធ្វើការទៅរកស៊ីបានខ្លាយទៅជាអគ្គនាយកផ្ទាល់សប្តាហ៍ថ្ងៃនេះអញ្ចឹងគាត់អត់ភ្លេចកន្លែងដែលគាត់ធ្លាប់រៀនសូត្រទេកន្លែងទៅនឹងបានល្អកន្លែងទៅនឹងដែលខ្ញុំចង់សរសើរបើថ្ងៃនេះបងអូនប្រវាទនៅក្នុងជីវភាពគ្រួសារឯងបងអូនមួយទៀតទៅរត់លុយក៏គ្រួសារបងអូននៅតែលំបាកដែរប៉ុន្តែបើបងអូនចំណាយពេលវេលា3ឆ្នាំ4ឆ្នាំបងអូនអាចជួយមួយគ្រួសារហ្នឹងផ្ដល់ឲ្យយ៉ាងភាពកក់ក្ដៅផ្ដល់ឲ្យយ៉ាងចំណេះដឹងផ្ដល់ឲ្យយ៉ាងតបស្បាពីព្រោះអីគ្រួសារលំបាកទៅហើយប៉ុន្តែថែមអូនមួយទៀតគាត់ជាចំណាយលឿនទេมันអាចដោះស្រាយជីវភាពបានទេអញ្ចឹងមានតែគោលដៅមួយជោគជ័យឬបរាជ័យនៅក្នុងការរៀនវាអត់សំខាន់យើងចង់បញ្ញាបត្រឥឡូវបញ្ញាបត្ររងមានច្រើនបាទមានប៉ុន្តែអត់ចង់ទេលោកគ្រូចង់មកទេអេបើដល់ទេអេមួយឆ្នាំកើនច្រើនគ្រូបាទកើនច្រើនបាទកើនច្រើនអញ្ចឹងថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍រំភើបសប្បាយរីកដែលបានចូលរួមនៅក្នុងកម្មវិធីនេះក៏ប៉ុន្តែកម្មវិធីនេះយើងមិនបាច់ធ្វើចឹងក៏បានដែរស្ងប់ស្ងាត់ក៏ប៉ុន្តែខ្ញុំចង់ថាមានអនុស្សាវរីយ៍មួយដែលគិតថាអ្នកផ្សេងទៅពេលដែលខ្ញុំពេលដែលលោកគ្រូបង្ហោះទៅក្រុមការងារបង្ហោះទៅប្រកបណាស់នឹងមានអ្នកជួយតាមរយៈរូបភាពមួយនឹងថែមទៀតហើយការជួយនេះ10ឆ្នាំក្រោយ20ឆ្នាំក្រោយក៏នៅតែយើងមានអនុស្សាវរីយ៍បាទអញ្ចឹងជាចុងក្រោយសូមជូនពរដល់លោកគ្រូយុវនីម៉ែលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះសូមជូនពរឲ្យមានសុខភាពល្អសំណាងល្អពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈជាពិសេសបងប្អូនថ្ងៃនេះក្រុមហ៊ុនមានកាដូជូនដើម្បីមានការ sponsor ពីសាប៊ូកក់សក់ Starcare គឺជាផលិតផលរបស់អង់គ្លេសហើយម្ចាស់នៅឈរមុខមួយទាំងអស់គ្នាក្មេងអត់មានបច្ចេកវិទ្យាបើមួយស្រឡាញ់បច្ចេកវិទ្យាពូមានក្រុមហ៊ុនបច្ចេកវិទ្យាជួយឥឡូវនេះយើងកំពុងតែអភិវឌ្ឍចំណេញឈ្មោះចំណេញហ្នឹងយើងធ្វើទៅលើគ្រប់គ្រងអាជីវកម្មគ្រប់គ្រងសិប្បកម្មគ្រប់គ្រងហាងកាហ្វេគ្រប់គ្រងការសិក្សាគ្រប់គ្រងជួលផ្ទះពិភាក្សាបើអ្នកណាសេតក៏អាចពិភាក្សាបានដែរនៅក្នុងហ្នឹងចូលទៅ app ហ្នឹងទៅគឺយើងពិភាក្សាបានអញ្ចឹងសូមអរគុណ MC បាទទៅចូលរួមទាំងអស់គ្នា